តើបងប្អូនជ្រុលតែនិយាយរឿងស្នេហានិយាយអាណានៃហ្មងប្រវត្តិស្នេហាខ្ញុំបងប្អូនណាចង់ដឹងចូលមកស្ដាប់មកខ្ញុំប្រាប់ចាកាលពីមុនណាធ្លាប់មានអ៊ីមួយគាត់សួរសំណួរខ្ញុំដល់ចាក់ដោតណាគាត់សួរខ្ញុំថាអានេះអត់អីប្តីឯងស្រឡាញ់ឯងដែររូបរាងឯងអន់អញ្ចឹងអឺប្តីចេះតែស្រឡាញ់ឯងកើតដែរណោះអត់អីណាក៏អត់ប្រកាន់ដែរណោះបងប្អូនស្ដាប់មើលសំណួរហ្នឹងស្ដាប់ហើយឈឺចាប់ទេបើសិនជាកាលពីមុនណាខ្ញុំនៅក្មេងណាសំណួរហ្នឹងគឺខ្ញុំឈឺចាប់ខ្លាំងណាបងប្អូនប៉ុន្តែមកដល់ថ្ងៃនេះសំណួរហ្នឹងគឺអត់មានអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់ហើយខ្ញុំអាចយកមកជូនបងប្អូនស្ដាប់ជាការកំសាន្តបានទៀតចា៎ពេលដែលគាត់សួរខ្ញុំអញ្ចឹងមកខ្ញុំក៏ឆ្លើយទៅគាត់វិញខ្ញុំប្រាប់ថាអីចុះមុននឹងគាត់ចូលស្ដីខ្ញុំហ្នឹងគាត់មើលខ្ញុំហើយអស់តាចាកពស់ខ្ញុំប៉ណ្ណឹងមុខខ្ញុំប៉ណ្ណឹងចាអត់មានកែកូននេះមុខស្រីនចាអត់មានកែទេកពស់កពើខ្ញុំប៉ណ្ណឹងមុខមាត់ខ្ញុំប៉ណ្ណឹងចារូបសម្បត្តិខ្ញុំអីអ្វីខ្ញុំមានប៉ណ្ណឹងគឺប្តីខ្ញុំមុននឹងចូលមកគាត់វិភាគខ្ញុំហើយអស់ហើយចាបានឈានដល់មង្គលការហើយខ្ញុំក៏វិភាគគាត់ដែរបងប្អូនដឹងไหมម៉ាក់ខ្ញុំណាអ្នកណាដែលចូលស្ដីកូនកំមុំគាត់ណាគឺគាត់សួរហ្មងគាត់សួរថាមើលកូនស្រីគាត់ច្បាស់ហើយនៅចាប្តីខ្ញុំគាត់ចូលមកហ្នឹងម៉ាក់ខ្ញុំក៏គាត់សួរសំណួរមួយនឹងដែរថាចូលស្ដីគេហើយចូលមើលឃើញកូនស្រីគាត់នឹងហើយច្បាស់នៅខ្ញុំនិយាយច្រឡំចាព្រោះហេតុអីម៉ាក់ខ្ញុំគាត់ប្រាប់ខ្ញុំថាកូនកុំខ្លាចក្នុងការដែលគេមើលយើងពីព្រោះច្បាប់ទម្លាប់នៅក្នុងស្រុកខ្មែរយើងគឺមនុស្សប្រុសតដឹងស្រីអញ្ចឹងទី1ត្រូវតែគេមើលយើងសិនហើយឲ្យគេមើលយើងទៅកូនកុំខ្លាចគេមើលយើងហើយចាំយើងមើលវិញឲ្យគេចូលមកច្រើនសិនមកជាជំរើសរបស់យើងចាអញ្ចឹងប្តីខ្ញុំម៉ាក់ខ្ញុំគាត់ប្រាប់កូនគាត់បន្ទាប់ពីរៀនហើយគឺជួយលក់ហើយអញ្ចឹងអ្នកណាក៏ដោយមិនមែនតែប្តីខ្ញុំទេបងប្អូនកូនកន្លោះអ្នកផ្សេងក៏ដោយគឺឲ្យមកលួចមើលខ្ញុំសិនខ្ញុំឈរលក់អញ្ចឹងហើយពេលខ្លះខ្ញុំធុញបងប្អូនតិចតិចគេមកលួចមើលតិចគេមកលួចមើលពេលខ្លះយើងមានអារម្មណ៍ដឹងតែអ្នកខ្លះមកមើលយើងពីលើដល់ក្រោមពីលើដល់ក្រោមអញ្ចឹងហ្មងណាចាហើយម៉ាក់ខ្ញុំក៏ចេះប្រាប់ថាកុំខឹងកុំទាស់តែងអីកូនឲ្យគេមើលទៅយើងកូនស្រីអញ្ចឹងឲ្យគេមើលទៅចាអញ្ចឹងដល់តែពេលខាងប្រុសគេមើលហើយគេសួរវិញថាព្រមអត់ម៉ាក់ខ្ញុំនឹងឆ្លើយទៅវិញថាអត់ទាន់ឃើញកូនកន្លោះទេសួរម្ដងទៀតឃើញកូនស្រីគាត់ច្បាស់នៅឲ្យមើលកូនស្រីគាត់ច្បាស់សិនចាំចូលមកចាអ្នកឯងខាងប្រុសគឺអ្នកឯងត្រូវមើលខាងស្រីឲ្យច្បាស់លាស់សិនចាំចូលទៅចាំតែខាងចម្លើយខាងស្រីវិញទេលួចមើលកូនស្រីគេអស់សិនទៅចាអញ្ចឹងប្តីខ្ញុំគាត់មកលួចមើលខ្ញុំចាគាត់មកធ្វើដូរលុយអីចឹងចាមើលលួចមើលខ្ញុំអីចឹងហើយក៏គេសួរថាគេលួចមើលហើយអីមិនដែរខាងខ្ញុំនឹងព្រមអត់ខាងខ្ញុំនេះក៏ឆ្លើយតបទៅវិញថាអត់ដែលឃើញកូនកន្លោះទេសុំមើលរូបភាពកូនកន្លោះសិនចាចុះបងប្អូនយើងលក់ដូរអញ្ចឹងអ្នកនេះមកអ្នកនោះមកអញ្ចឹងទៅយើងមិនទៅដឹងណាណីអត់ដឹងផងហ្នឹងខ្ញុំអត់ដឹងទេចាក្នុងខួរក្បាលខ្ញុំគ្មានដកជាប់រូបរាងប្តីខ្ញុំប្រប៉ុនកញ្ចក់ណាប្រប៉ុន1%ណាមកនៅក្នុងខួរក្បាលខ្ញុំខ្ញុំនិយាយមែនគាត់ប្រាប់ថាគាត់លួចមើលខ្ញុំហើយអីមានចាំអត់មានស្គាល់គាត់អត់មានអាលីងចុះម្ដងអ្នកនេះម្ដងអ្នកនោះមកខ្ញុំមកចាំម៉ួយចេញចូលយើងណាទៅចាំមុខគាត់ចាអញ្ចឹងប្តីខ្ញុំគាត់ត្រូវចូលមកឲ្យខ្ញុំមើលរូបរាងគាត់ចាអញ្ចឹងគេនាំកូនកន្លោះមកណាឲ្យខ្ញុំមើលហើយត្រឡប់ទៅវិញសួរទៀតណាមកយាយពេញចិត្តអត់ខាងខ្ញុំឆ្លើយទៅវិញខ្ញុំភ្លេចមុខបាត់ហើយខ្ញុំភ្លេចមុខចឹងមែនបងប្អូនបើទៅចូលមកបានម្ដងឯណាទៅចាំមុខមនុស្សអត់ដែរស្គាល់គ្នាសោះហ្មងណាចាអញ្ចឹងខ្ញុំប្រាប់ទៅវិញថាអត់ចាំមុខទេសុំមើលម្ដងទៀតមកព្រោះអត់ចាំអញ្ចឹងគេក៏នាំប្តីខ្ញុំហ្នឹងកូនកន្លោះហ្នឹងមកម្ដងទៀតជាលើកទី2ចាមកឲ្យខ្ញុំមើលមកលើកនេះហ៎បងប្អូនខ្ញុំត្រៀមកាមេរ៉ាហ្មងគឺថាបាញ់ឲ្យគ្រប់ជ្រុងទៅឲ្យចំមកកន្លែងប្តីខ្ញុំអង្គុយហ្នឹងណាត្រៀមកាមេរ៉ាបាញ់ឲ្យចំកន្លែងហ្នឹងហ្មងដល់ទៅពេលគាត់មកលើកទី2ញ៉ាំផ្លែឈើគេបាន2ដងបងប្អូនចាលើកទី1ផ្លែឈើមកម្ដងលើកទី2ផ្លែឈើម្ដងទៀតគាត់មកអង្គុយចឹងណាអ៊ីខ្ញុំអាគ្រូខ្ញុំម៉ាក់ខ្ញុំអីហ្នឹងចាសួរគាត់ហើយអស់ហើយចាសួរនាំរៀនដល់ណាអីដល់ណាវិភាគហើយអស់អញ្ចឹងទៅគាត់ក៏ចេញទៅចាដល់ពេលគាត់ចេញទៅអាកាមេរ៉ាដែលខ្ញុំថតទុកហ្នឹងបងប្អូនចាក់មួយថ្ងៃចង់10ដងម្ដាយខ្ញុំអ៊ីខ្ញុំអាគ្រូខ្ញុំអីកងអាមាខ្ញុំអីហ្នឹងនាំគ្នាមកមើល
camera ហ្នឹងចាក់ទៅចាក់មកចាក់ទៅចាក់មកចាមើលវិភាគប្តីខ្ញុំតាំងពីដំណើរតាំងពីដំណើរតាំងពីកពស់តាំងពីសាច់ឈាមចាទាំងអស់តាំងពីសម្ដីសម្ដៅសំឡេងទៀតម៉ាក់ខ្ញុំមើលសំឡេងទៀតគាត់ស្រឡាញ់សំឡេងប្តីខ្ញុំគាត់ថាសំឡេងព្រោះចាអញ្ចឹងបងប្អូនវិភាគអស់ហើយចាកូនអ្នកលក់មាសរៀនដល់ណាអីដល់ណាគឺថាម៉ត់ឈឹងចឹងហើយបានម៉ាក់ខ្ញុំប្រាប់ថាកុំខ្លាចក្នុងការដែលគេមកមើលយើងឲ្យគេវិភាគយើងឲ្យអស់សាច់ទៅកូនព្រោះពេលដែលគេចូលមកយើងក៏វិភាគអ្នកឯងដល់អស់សាច់វិញដែរចាចឹងយកមកវិភាគវិញដល់កូនគូចុះឡើងទៅគេមានចំណុចខ្វះខាតខ្លះយើងមានចំណុចខ្វះខាតខ្លះគេល្អខ្លះយើងល្អខ្លះបូកដកគុណចែកទៅអូខេបន្ទុកប្រហាក់ប្រហែលគ្នាចឹងអូខេទៅរៀបចំពិធីមង្គលការទៅវាអញ្ចឹងណាបងប្អូនចាអញ្ចឹងនេះសារចែកម្លែកទៅបងប្អូនក្មួយស្រីចាកុំខ្លាចក្នុងការដែលគេមើលយើងព្រោះប្រពៃណីស្រុកខ្មែរយើងគឺប្រុសទៅដឹងស្រីអញ្ចឹងខាងប្រុសគេមានសិទ្ធរើសយើងបានមុនអញ្ចឹងក្នុង10ក្នុងដូចថានារី10នាក់ខាងប្រុសគាត់មានសិទ្ធរើស10នាក់នឹងគាត់មើលអញ្ចឹងហើយគាត់ពេញចិត្តអ្នកណាបានគាត់ចូលស្ដីចំណែកយើងតើតាគេចូលស្ដីសិនបានយើងបានរើសអញ្ចឹងហ៎អញ្ចឹងបើគិតពីថាប្រៀបធៀបពីសិទ្ធគឺយើងរៀងចាញ់ប្រៀបគេបន្តិចយើងចាញ់ប្រៀបគេបន្តិចអញ្ចឹងយើងត្រូវចេះបើកភ្លើងខៀវអញ្ចឹងណាបងប្អូនយើងត្រូវចេះបើកភ្លើងខៀវឲ្យគេចូលមកចាអ្នកណាចង់មើលយើងចូលមកចូលមកឲ្យកាន់តែច្រើនមកដើម្បីយើងមានជំរឿសច្រើនរើសមើលមួយណាល្អជាងគេយកមួយហ្នឹងចឹងបងប្អូនចាចូលមកនារី10នាក់បរិះគាត់អាចរើបាន10ចំណែកយើងមនុស្សស្រីយើងរើបាន15ទេព្រោះគាត់ចម្រាញ់យើងហើយបានគាត់ចូលស្ដីយើងត្រូវបានគេចម្រាញ់ហើយចឹងចូលស្ដីមកបានយើងចម្រាញ់គេវិញម្ដងចឹងយើងត្រូវចេះបើកភ្លើងខៀវចាហើយគេចូលតាមណាក៏ដោយចង់គេចូលតាមមិត្តភ័ក្តិចង់គេចូលតាមឪពុកម្ដាយចូលតាមណាក៏ដោយឲ្យតែគេចូលមកបើកភ្លើងខៀវមកមើលអ្នកឯងឲ្យអស់ចាព្រោះអ្នកខ្លះគាត់ប្រកាន់ណាគាត់ថាអត់ទេចូលមកតាមឪពុកម្ដាយបានន័យថាមិនមែនស្រឡាញ់គាត់ផងមិនមែនស្រឡាញ់ចេញពីចិត្តផងអញ្ចឹងគាត់អត់យកគាត់ចង់ឲ្យអ្នកហ្នឹងតាមស្រឡាញ់គាត់ដោយខ្លួនឯងមកតាមឪពុកម្ដាយគឺអត់យកទោះបីស្រឡាញ់ក៏គាត់អត់យកធ្វើអញ្ចឹងខាតដែរអូននេះធ្វើមិនឲ្យតែចំណេញចាចង់ចូលតាមណាចូលមកឲ្យតែល្អយកអត់ល្អអត់យកចាអត់ល្អថយចាអត់យកទេចាអញ្ចឹងបងប្អូនត្រូវធ្វើមិនឲ្យចំណេញចាយើងធ្វើមិនឲ្យចំណេញកុំឲ្យខាតចង់ឯងចូលមកតាមណាចូលមកឲ្យតែល្អយកទៅចាបើអត់ល្អអត់យកចាអញ្ចឹងទៅចាបើកភ្លើងខៀវនេះបង្រៀនថ្ងៃនេះគឺវិញ្ញាសាបើកភ្លើងខៀវអរគុណច្រើនបងប្អូនខុសត្រូវអីខ្ញុំសូមអធិស្ឋានណាចាអរគុណ